លោកត្រាំងវ៉ាន់លើប្រធានគណៈកម្មាធិការប្រជាជនខេត្តសក់ត្រាំងទៅតែចេញបសាយសារលិខិតលេខ1582ស្ដីពីការចាត់តាំងយកយោបល់ប្រជាជនចំពោះសេចក្តីព្រៀងសេចក្តីសម្រេចវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ2013ឆ្លងតាមកម្មវិធី VNEID ដើម្បីគៀកោការចូលរួមកប៉ាល់យោបល់របស់ប្រជាជនចំពោះសេចក្តីព្រៀងព្រមទាំងអនុវត្តសំណុំពរណែនាំរបស់ក្រសួងនគរបាលប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើស្ថាប័នអង្គភាពភូមិភាគជ្រួតជ្រាបដល់កម្មាភិបាលបកជនបុគ្គលិកនយោជិកអ្នកពលកម្មទាំងអស់ប្រើគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត2និងចូលរួមកប៉ាល់យោបល់លើសេចក្តីព្រៀងកម្មវិធី VNEID ប្រឹងប្រែងចូលរួមកប៉ាល់យោបល់ឯកភាព 100% ចំពោះសេចក្តីព្រៀងសម្ព័ន្ធខេត្តណែនាំសមាជិកសមាជិកាសម្ព័ន្ធយុវជននិងយុវជន 100% ចូលរួមកប៉ាល់យោបល់ឯកភាពព្រមទាំងបំផុសសមាជិកសមាជិកាសម្ព័ន្ធយុវជននិងយុវជននៅភូមិសាស្ត្រមូលដ្ឋានណែនាំប្រជាជនចូលរួមកប៉ាល់យោបល់លើកម្មវិធី VNEID មន្ទីរអប់រំនិងបណ្ដុះបណ្ដាលណែនាំកម្មាភិបាលគ្រូបង្រៀនសិស្សនិងនិស្សិត 100% មានបញ្ជីគ្រួសារស្នាក់នៅលើភូមិសាស្ត្រខេត្តសក់ត្រាំងចូលរួមកប៉ាល់យោបល់ឯកភាពជាមួយនឹងសេចក្តីព្រៀងលើកម្មវិធី VNEID ដោយគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត2គណៈកម្មាធិការប្រជាជនស្រុកទីរំខេត្តទីក្រុងបង្កប់ការកងកម្លាំងក្នុងកំឡុងកាលណែនាំប្រជាជនចូលរួមកប៉ាល់យោបល់ចំពោះសេចក្តីព្រៀងលើកម្មវិធី VNEID គួរផ្សំណែនាំប្រជាជនរួមបញ្ចូលប័ណ្ណធានារ៉ាប់រងសុខាភិបាលទៅក្នុងកម្មវិធី VNEID ដើម្បីលើកកម្ពស់អត្រារួមបញ្ចូលធានារ៉ាប់រងសុខាភិបាលលើកម្មវិធី VNEID